ត្រូវការរូបអ្នកទៀតហើយព្រោះខ្មែរយើងទោះជារស់នៅទីណាក៏មានការស្រឡាញ់ជាតិហើយបងប្អូននៅប្រទេសល្មិញបានជួយខ្ញុំជូនដំណើរទៅជួយដំណើរជាមួយគ្នាទៅដល់ហូឡង់នោះក៏ឃើញទឹកចិត្តខ្មែរយើងក៏ផុសផុលហើយនៅហូឡង់មិញមានបងប្អូនយើងមកពីបារាំងក៏មានពីបែលហ្ស៊ិកក៏មានពីអាល្លឺម៉ង់ក៏មានពីរហូតទៅដល់ហ្វាំងឡង់ក៏មានប្រសង់ព្រះអង្គបាននិមន្តមកពីអ៊ីតាលីដូច្នេះឃើញធំឃើញគ្រួសារខ្មែរយើងឃើញចេះឥឡូវនឹងរួបរวมគ្នាល្អមែនទេចំពោះរឿងនយោបាយស្រុកយើងក៏មានការរួបរวมគ្នាដែរគណៈបកសង្គ្រោះជាតិដែលបានចេញពីរូបរាងហើយបានផុសផុលបាននាំមុខក្នុងការជំរុញឲ្យមានការផ្លាស់ប្ដូរនៅស្រុកខ្មែរនេះគឺដោយសារការរួបរวมគ្នាជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យពីព្រោះថាខ្មែរយើងធ្លាប់តែបែកបាក់គ្នាឃើញថាបើមានខ្មែរប្រមាណ 2-3 នាក់ហ្នឹងគឺបែកជាក្រុម 2-3 ក្រុមហើយលឺសូព័ត៌មានពីមុនថាអូអ្នកនេះបែកពីអ្នកនោះឈប់ធ្វើការមួយអ្នកនេះចេញជាប្រមាណក្រុមអីចឹងទៅប្រមាណគណៈបកអីចឹងទៅឃើញគណៈបកប្រងព្រាតតែពេលដែលគណៈបកសិទ្ធិមនុស្សហើយគណៈបកសង្គ្រោះជាតិបានសម្រេចចាប់ដៃគ្នាជាមិត្តរូបលោកកឹមសុខាហើយគ្រូខ្ញុំសាវរាទីចាប់ដៃគ្នានឹងជាមិត្តរូបពេលដែលយើងចាប់ដៃគ្នាធ្វើឲ្យខ្មែរយើងមានដូចថាក្តីរំភើបថាយើងខ្សោយស្រុកយើងខ្សោយចេះតែធ្លាក់ចុះដោយសារខ្មែរបែកបាក់គ្នាតែលើកនេះឃើញថាខ្មែររួបរวมគ្នាគឺយើងបញ្ជាក់ទម្លាប់ចរន្តដែលទាញឲ្យយើងចុះក្រោមឥឡូវយើងដើរផ្លូវដែលទាញឲ្យយើងឡើងលើម្ដងពីព្រោះថាអ្នកណាក៏ដឹងដែរបើយើងចង់ឈ្នះកុម្មុយនីសប្រជាឈ្នះរបបដែលទីជាន់ប្រជារាស្ត្រដែលក្រាញអំណាចរាប់សិបឆ្នាំហើយមិនមែនតែនៅស្រុកខ្មែរបទពិសោធន៍ក្នុងពិភពលោកក្នុងរយៈពេលប្រមាណ 20-30 ឆ្នាំនេះគឺបង្ហាញឲ្យឃើញថាតើតែកម្លាំងប្រជាធិបតេយ្យរួបរวมគ្នាបើកម្លាំងប្រជាធិបតេយ្យនៅបែកគ្នាគឺមិនងាយឈ្នះពួកផ្ដាច់ការនោះឡើយអញ្ចឹងហើយដល់យើងរួបរวมគ្នាទៅអានោះជាផ្ដល់ជាសញ្ញាផ្ដល់ជាសេចក្តីសង្ឃឹមថាឥឡូវយើងបំពេញលក្ខខណ្ឌមួយលក្ខខណ្ឌចាំបាច់ condition necessaire លក្ខខណ្ឌចាំបាច់តែតើតែយើងរួបរวมគ្នាសិនដល់យើងរួបរวมគ្នាហើយមិនមែនមានតែសមាជិកគណៈបកសប្បុរសសមាជិកគណៈបកសិទ្ធិមនុស្សទេយើងដូចថាលើកទឹកចិត្តខ្មែរទាំងអស់មានអ្នកខ្លះគេតាមទម្លាប់ណាទម្លាប់គេបោះឆ្នោតឲ្យអ្នកនេះគេគ្រប់គ្រងគណៈបកនេះគណៈបកនោះគេថាមិនសូវជាមានជំនឿទេពីមុនហើយអ្នកខ្លះឈប់រវីរវល់រឿងនយោបាយឈប់រវីរវល់ថាអូបើយើងនៅតែបែកបាក់គ្នាមិនងាយឈ្នះគណៈបកកាន់អំណាចគណៈបកដែលបំរើយើងហៅថាគណៈបកបំរើយួនហ្នឹងទៅដែរបំរើបរទេសគឺមិនការពារខ្មែរទៅការពារបរទេសទៅវិញចឹងថាមិនងាយឈ្នះគេទេបើយើងនៅតែបែកបាក់គ្នាដូច្នេះអ្នកខ្លះធុញទៅឈប់រវីរវល់រឿងនយោបាយឈប់គិតគូរអីចេះតែបដ ாய் ខ្លួនចឹងណាឲ្យប្រទេសទៅណាទៅក៏មិនដឹងធ្វើម៉េចប៉ុន្តែឥឡូវដូចថាវាមានពលឺវាមានក្តីសង្ឃឹមគឺបែរមករួមគ្នាជុំវិញគណៈបកសង្គ្រោះជាតិយើងឃើញមានអ្នកគ្រប់គ្រងថ្មីមកពីគណៈបកផ្សេងគណៈបកមុនគេដែលគ្នាតែតោលមកដឹងទៅណាគឺគណៈបករាជានិយមគឺគណៈបកហ៊ុនស៊ីពេចគណៈបកនរោត្តមរណរដ្ឋជាពិសេសចាស់ពីដើមទម្លាប់យើងខ្លះខ្មែរយើងខ្លះស្រឡាញ់ស្ដេចស្រឡាញ់អីហ្នឹងប៉ុន្តែខកចិត្តឃើញហ៊ុនស៊ីពេចឃើញគណៈបកនរោត្តមរណរដ្ឋអីជួយជាគេបដូរឈ្មោះទៅជាគណៈបកអីឃើញពួកគោលចំហអ្នកដឹកនាំប្រទេសយើងដែលជារាជវង្សសានវង្សគឺមិនបានបំរើប្រទេសជាតិអត់មានអ្វីស្មោះត្រង់អត់មានការស្មោះត្រង់ចំពោះប្រទេសជាតិអត់ទេគេក៏យើងឃើញការបោះឆ្នោតឃើញគណៈបករាជានិយមប្រមាណ 2-3 ហ្នឹងគឺធ្លាក់ចុះដល់ឥឡូវនេះដល់យើងបង្កើតគណៈបកសង្គ្រោះជាតិនេះឃើញអ្នកទាំងអស់ហ្នឹងអ្នកដែលខកចិត្តហ្នឹងគឺមករួមកម្លាំងជាមួយគណៈបកសង្គ្រោះជាតិគឺទាំងផ្ទាំងហ៊ុនស៊ីពេចទាំងនរោត្តមរណរដ្ឋឃើញគេមកចង់បណ្ដាញគេថាយើងនឹងហើយដែលមានឧត្តមគតិស្នេហាជាតិដែលគេស្រឡាញ់ជាតិពីមុនគេចាប់ខុសណាចាប់ពួកស្ដេចចាប់
រីជានិយមនេះពួកយើងជារីជានិយមហើយប៉ុន្តែនិយាយពីគណៈបកដែលឲ្យឈ្មោះថាខ្លួនជារីជានិយមគឺមិនបានធ្វើតាមអ្វីដែលគេរំពឹងដែលគេសង្ឃឹមពីមុនមកហើយមានសមាជិកគណៈបកផ្សេងទៀតនិយាយទៅចំទៅគឺគណៈបកប្រជាជនពីព្រោះទម្លាប់គេថាគេធ្វើការក្នុងជួររដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនបងប្អូនគេនៅនឹងគេទទួលអំណោយគេដូចថាវាទម្លាប់ចេះតែបោះឆ្នោតឲ្យគណៈបកប្រជាជនចឹងទៅហើយគេក៏មិនហ៊ានគេថាគេមិនហ៊ានចេញពីគណៈបកប្រជាជនទេបើចេញទៅមិនដឹងទៅពឹងនរណាដូចថាគេធ្លាប់តោងមេឃមួយមេឃគណៈបកប្រជាជនមេឃនឹងឃើញថាមេឃរឹងមាំឲ្យគេលេងមេឃហ្នឹងទៅគេតោងអីណាមិនធ្លាក់ឲ្យមិនដួលទេអញ្ចឹងដល់គេឃើញថាឥឡូវមានដុសមេឃមួយមេឃសង្គ្រោះជាតិគឺមេឃខ្មែរសុទ្ធសាធមេឃដែលកំពុងតែរីកធំដែរព្រោះឃើញកម្លាំងចូលរួមគឺខ្ញុំបាននិយាយបាញ់មិញអញ្ចឹងគេថាដល់ពេលយើងអាចណាយើងអាចហើយយើងត្រូវតែលេងមេឃមួយដែលយើងមិនពេញចិត្តយើងគ្រាន់តែតោងជាទម្លាប់ប៉ុន្តែឥឡូវមានមេឃមួយដែលស្របទៅនឹងបំណងចិត្តរបស់យើងអញ្ចឹងបានគេមករួមកម្លាំងជាមួយយើងហើយទោះជាខ្ញុំមិនអាចនិយាយជម្រាបបងប្អូនប៉ុន្តែព័ត៌មានខ្ញុំទទួលមកពីគ្រប់ខេត្តក្រុងគឺមានការតំណែងគ្នាជាមួយមេទាហានមេទ័ពមេប៉ូលីសខាងរដ្ឋបាលខាងក្រសួងមន្ទីររបស់គេណាគឺគេចេញមុខបើមិនចេញមុខខ្លាំងក៏យ៉ាងហោចណាស់តែជួបគ្នាស្ងាត់ប្រាប់ថាឥឡូវនេះគឺដល់ពេលគេក៏យល់ដូចយើងចឹងដែរទោះជាគេមិនទាន់ប្រកាសប៉ុន្តែទឹកចិត្តគេនៅជាមួយយើងហើយបោះឆ្នោតគឺលើកនេះគេបោះឆ្នោតឲ្យយើងម្ដងហើយបើនិយាយពីចំពោះអ្នកថ្មីអ្នកដែលមិនដែលចូលរួមក្នុងគណៈបកណាមិនដែលធ្វើនយោបាយឥឡូវនេះដល់ឃើញទឹកចិត្តមនុស្សផុសដូចឃើញថាមានសភាពការថ្មីមួយគេមកគាំទ្រគណៈបកសង្គ្រោះជាតិយុវជនថ្មីច្រើនណាស់នៅស្រុកខ្មែរបើយើងមើលប្រជាពលរដ្ឋខ្មែរ14-15លានអ្នកមែនប៉ុន្តែចំនួនភាគរយនៃក្មេងៗណាយើងថាយុវជនអាយុក្រោម30 32 33ចាស់ណាយុវជនចំនួនហ្នឹងគឺមានចំនួន 70% ថាក្រោម32 33ឆ្នាំមានចំនួន 70% នៃប្រជាពលរដ្ឋគឺច្រើនណាស់នៅបារាំងនៅបែលហ្សិកនៅអីបើយើងគិតប្រហែលគ្នាទៅយុវជនចំនួនហ្នឹងអាយុប៉ុណ្ណឹងយ៉ាងច្រើនណាស់ 15% ណាយ៉ាងច្រើន 15 20% យ៉ាងច្រើនមែនទេប៉ុន្តែយើង 30% គឺថាក្មេងច្រើនហើយបើយើងគិតយុវជនដែលមានសិទ្ធិបោះឆ្នោតគឺយ៉ាងតិចណាស់ក៏ពាក់កណ្ដាលអ្នកដែលមានសិទ្ធិបោះឆ្នោតទាំងអស់អញ្ចឹងបើយុវជនទៅខាងណាគឺឈ្នះហើយខាងនឹងឈ្នះហើយតែគាត់មកទល់នឹងសប្តាហ៍យុវជនមិនទាន់ទៅខាងណាច្បាស់ទេមានតែគណៈបកប្រជាជនគេគ្រប់គ្រងគេនាំជីផឹកគេនាំដើរលេងគេនាំអីអានោះរបៀបដែលគេគ្រប់គ្រងមួយយ៉ាងប៉ុន្តែបើថាគ្រប់គ្រងផ្លូវចិត្តណាពីព្រោះយុវជនកើតមកក្មេងសពដងគឺមានធម៌ពលខ្លាំងចេះគិតវែងឆ្ងាយអាយុតិចគឺអនាគតទៅមុខនៅវែងដូចចេះគិតវែងឆ្ងាយហើយស្រឡាញ់យុទ្ធធម៌ក្មេងៗក្នុងពិភពលោកយើងឃើញតែក្មេងៗនិស្សិតអីពេលធ្វើចលនាបាតកម្មអីតែស្រឡាញ់យុទ្ធធម៌ចង់បានសង្គមស្អាតស្អំចង់ឲ្យមានសង្គមយុត្តិធម៌ចង់ឲ្យមានសង្គមជឿនលឿនណានឹងវាស្របទៅនឹងឧត្តមគតិយុវជនប៉ុន្តែទល់នឹងសប្តាហ៍មិនទាន់មានកម្លាំងនយោបាយណាដែលតំណាងឲ្យឆ្លោះបញ្ចាំងឧត្តមគតិដូចខ្ញុំរៀបរាប់បាញ់មិញដល់ឃើញថាគណៈបកសង្គ្រោះជាតិគឺមានឧត្តមគតិតាំងពីយើងបញ្ចេញ7ចំណុចរបស់យើងគឺយើងលើកតម្កើងយុត្តិធម៌សង្គមនេះយើងប្រឆាំងអំពើពុករលួយយើងជួយអ្នកក្រយើងជួយឲ្យប្រជាពលរដ្ឋខ្មែរទូទៅអាចរស់បានធូរធារសម្បូរសប្បាយទាំងអស់គ្នាមានដូចថាសាមគ្គីជាតិណា Solidarity National មានសាមគ្គីជាតិនេះគឺពេញចិត្តដល់យុវជនហ្នឹងគឺចូលចិត្តណាយើងមើលនៅប្រទេសទូនីស៊ីប្រទេសអេស៊ីបដែលធ្លាប់យុវជនបះបោរហ្នឹងគឺគេឥឡូវនេះគឺដោយសារការតំណែងងាយស្រួល
តាមប្រព័ន្ធអ៊ីនធឺណិតហើយប្រព័ន្ធអ៊ីនធឺណិតនោះគឺមានជាពិសេស Facebook ហើយ Twitter អីហ្នឹងប៉ុន្តែ Facebook ហ្នឹងគឺខ្លាំងមែនទែនហើយឃើញថាស្រុកខ្មែរមានអ្នកប្រើអ៊ីនធឺណិត2លានអ្នកច្រើនណាស់ប្រៀបធៀបប្រទេសតូចមួយប្រទេសក្រប្រទេសដែលថាកម្រិតវប្បធម៌ការរៀនសូត្រមិនបានខ្ពង់ខ្ពស់មិនបានជាទូទៅប៉ុន្តែឃើញថាចរន្តបច្ចេកវិទ្យានាំឲ្យមនុស្សជាពិសេសយុវជននឹងចាប់អ៊ីនធឺណិតការប្រើប្រាស់ហើយមាន Facebook ចិត្ត1លានណាឥឡូវចិត្ត1លានដូចគេបើកទំព័រឬមួយគេបើកគណនី Facebook របស់គេយូរហើយនៅគេតាក់ទងគ្នានេះអត់មានអីពិបាកទេបើចង់ធ្វើបាតកម្មចង់ជួបជុំគ្នាដូចនៅជូនីស៊ីដូចនៅអ៊ីជីបអីគឺតាមរយៈ Facebook ហើយ Facebook នោះគេតែម្នាក់ចុះព័ត៌មានអីទៅគេចែករំលែក share ចែក partage share ព័ត៌មាននោះវាលឿនមែនទែនលឿនមែនទែនហើយខ្ញុំបានពាក់ផ្អើលមុនគេរឿងនោះនៅកូរ៉េមានខ្មែរប្រហែល30000នាក់ណាក្នុងខ្មែរ30000នាក់ហ្នឹងងាកច្រើនជាកម្មករជាពលករទៅធ្វើការនៅកូរ៉េហើយសិតតែក្មេងៗអាយុជាង20ហ្នឹងហើយពេលគេប្រជុំម្ដងខ្ញុំបានទៅឃើញខ្លួនឯងមនុស្សរាប់ពាន់នាក់3-4000នាក់ចូលមកប្រជុំមកពីគ្រប់ទិសទីខ្ញុំថាខ្ញុំហៅមនុស្សបានច្រើនណាស់ហៅរបៀបយ៉ាងម៉េចហៅតាមទូរស័ព្ទទូរហ្វូនផ្ញើសម្បត្តិផ្ញើគេថាអត់ទេគ្មានទូរស័ព្ទគ្មានទូរហ្វូនធ្វើអីទៀតទេសម័យនេះឥឡូវណាបើចង់ហៅអ្នកណាចង់ធ្វើបន់អីជួបជុំគ្នាស្អែកណាដាក់ទៅក្នុង Facebook មួយគឺមកហើយមែនមកអត់បានរៀបចំមុនសោះសុំសុខាខ្លួនខ្ញុំអីទៅសួរសុខទុក្ខបងប្អូនយើងនៅកូរ៉េខាងត្បូងឃើញមនុស្សមកកកក្រែងគឺដោយសារ Facebook ឥឡូវនៅស្រុកខ្មែរវាមិនទាន់ដល់ប៉ុណ្្នឹងទេប៉ុន្តែជា phenomenon មួយដ៏ខ្លាំងបាតុភូតមួយដែលខ្មែរប្រើ Facebook នេះអ្នកធ្វើឲ្យកម្រិតមកព្រោះព័ត៌មានអាគំនិតដូចថាយោបល់ដែលគេផ្សព្វផ្សាយទៅគេចែករំលែកគ្នាគេបដូរគ្នាទៅវិញទៅមកធ្វើឲ្យមនុស្សផុសផុលចាយើងខ្ញុំសូមស្លេះសេចក្តីថ្លែងរបស់លោកប្រធានសំរងស៊ីតែត្រឹមនេះសិនហើយនឹងជូនវគ្គ